សឡង់បូមខ្សាច់អត់ច្បាប់របស់សហគ្រាស KT Enterprise បូមដាក់បរិយទួលសង្កែក្រុងអរិយស័ព្ទទោះជាអាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានចុះទៅធ្វើការទប់ស្កាត់តែក្រុមហ៊ុនខាងលើនៅតែផ្កើននឹងអាជ្ញាធរមិនគោរពច្បាប់សោះឡើយសកម្មភាពបូមខ្សាច់អត់ច្បាប់ជាច្រើនឆ្នាំហើយតែអាជ្ញាធរសង្កាត់ស្វាយជ្រុំនិងអាជ្ញាធរក្រុងអរិយស័ព្ទមិនទាន់មានវិធានការទប់ស្កាត់ទៀតនោះទេដោយកន្លងមកក៏ធ្លាប់បានចុះទៅទប់ស្កាត់ដែរតែហាក់ដូចជាចាក់ទឹកលើក្បាលទាមិនព្រឺដល់ក្រុមហ៊ុនបូមខ្សាច់ខាងលើបញ្ឈប់សកម្មភាពនោះឡើយចំណុចដាក់សឡងខ្សាច់នេះស្ថិតក្នុងសង្កាត់ស្វាយជ្រុំមាត់ទន្លេនិងត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះថាបានរំខានដល់ការរស់នៅរបស់ពួកគាត់បើក៏លេចទៅមើលប្រកាសរបស់ក្រសួងរ៉ែនិងធម្មពលស្ដីពីលក្ខខណ្ឌនៃអាជ្ញាប័ណ្ណអណ្ដូងរ៉ែបើកនឹងការដ្ឋានវាថ្មសម្រាប់អាជីវកម្មខ្សាច់គឺបានសំរុំឲ្យសហគ្រាស KT Enterprise ធ្វើអាជីវកម្មខ្សាច់ស្ថិតនៅតាមដងទន្លេមេគង្គក្នុងឃុំព្រែកដំបូកឃុំស្វាយខ្សាច់ភ្នំស្រុកស្រីសន្ធរនិងឃុំខ្ចៅស្រុកអងមាសខេត្តកំពង់ចាមនៅលើផ្ទៃដីទំហំ89ហិកតាគឺមិនមានបញ្ជាក់ថាអនុញ្ញាតឲ្យធ្វើអាជីវកម្មខ្សាច់នៅក្នុងក្រុងអរិយស័ព្ទខេត្តកណ្ដាលនោះឡើយទីតាំងនេះត្រូវបានគេដឹងថាមានច្បាប់តាំងពីកាលក្រុងអរិយស័ព្ទនៅជាស្រុកល្វីអែមតែពេលបង្កើតក្រុងអរិយស័ព្ទមកហើយគឺមិនដែលបានសុំច្បាប់នោះទេនេះគឺជាសកម្មភាពដែលមិនផ្ដល់តម្លៃឲ្យអាជ្ញាធរដើម្បីតែផលប្រយោជន៍ខ្លួនបែរជាបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរួមទាំងមិនបំពេញកាតព្វកិច្ចបង់ពន្ធស្របតាមគោលការណ៍ច្បាប់អាជីវកម្មធ្វើឲ្យប៉ះពាល់ដល់ថវិការដ្ឋផងដែរគឺស្មើនឹងខុសច្បាប់ទោះបីមានការទប់ស្កាត់ពីអាជ្ញាធរយ៉ាងណាក្តីព័ត៌មាននេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានសូមចាត់វិធានការជាបន្ទាន់ម្ដងទៀតផងព្រោះពួកគាត់ព្រួយបារម្ភអំពីការប៉ះពាល់ផ្សេងជាពិសេសដល់សមិទ្ធផលដែលកំពុងតែរីកដុះដាលនៅក្នុងមូលដ្ឋានក្រុងអរិយស័ព្ទតាមបណ្ដោយទយោដែលបង្កប់បូមខ្សាច់ខាងលើជាពិសេសនេះជាករណីធ្វើអាជីវកម្មខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់ថវិការដ្ឋនិងប៉ះពាល់ដល់តម្លៃអាជ្ញាធរមូលដ្ឋានផងដែរសូមបញ្ជាក់ថាការបូមខ្សាច់ដោយគ្មានអាជ្ញាប័ណ្ណឬការបូមខ្សាច់ខុសបច្ចេកទេសគឺជាទង្វើខុសច្បាប់ដែលត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសតាមច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ